លោក Gagan Malik តារាភាពយន្តដ៏ល្បីរបស់ប្រទេសឥណ្ឌាសម្ដែងជាតួអង្គព្រះពុទ្ធក្នុងរឿងពុទ្ធប្រវត្តិអញ្ជើញទស្សនាផលិតផលខ្មែរនៅផ្លូវថ្មើរជើងរាជធានីភ្នំពេញមីជាតិស្នាដៃខ្មែររសជាតិខ្មែរលោកបញ្ចាំងពីឧត្តមភាពលោក Gagan Malik តារាភាពយន្តដ៏ល្បីរបស់សាធារណរដ្ឋឥណ្ឌាដែលធ្លាប់ដើរតួជាតួអង្គព្រះពុទ្ធក្នុងរឿងពុទ្ធប្រវត្តិបានអញ្ជើញទស្សនាផលិតផលខ្មែរនៅតាមបណ្ដោយផ្លូវស៊ីសុវត្ថិនាសួនច្បារនៃផ្លូវថ្មើរជើងម្ដុំមុខព្រះបរមរាជវាំងកាលពីល្ងាចថ្ងៃទី16ខែមិនិនាឆ្នាំ2025នេះនៅក្នុងឱកាសដែលគណៈកម្មាធិការជាតិជំរុញចលនាភូមិមួយផលិតផលមួយចុះសួរសុខទុក្ខនិងពិនិត្យមើលការលក់ដូររបស់ក្រុមអាជីវករដែលជាសមាជិកមួយផលិតផលមួយមកតាំងលក់ផលិតផលក្នុងស្រុករបស់ខ្លួនសូមជម្រាបថាទស្សនកិច្ចរបស់តារា Bollywood Gagan Malik សម្ដែងជាតួអង្គព្រះពុទ្ធនេះជាការលើកកម្ពស់ទេសចរវប្បធម៌និងវិស័យសាសនានៅកម្ពុជាឯកឧត្តមផលសុជាតិអគ្គលេខាធិការគណៈកម្មាធិការជាតិជំរុញចលនាភូមិមួយផលិតផលមួយបានបញ្ជាក់ជូនថាគណៈកម្មាធិការជាតិជំរុញចលនាភូមិមួយផលិតផលមួយបានរៀបចំគោលនយោបាយនិងយុទ្ធសាស្ត្រដើម្បីជួយគាំទ្រដល់ផលិតផលខ្មែរដែលប្រើប្រាស់វត្ថុធាតុដើមក្នុងស្រុកដើម្បីជួយដល់កសិករក៏ដូចជាជួយរកទីផ្សារឲ្យផលិតករខ្មែរនិងជំរុញឲ្យប្រជាជនខ្មែរងាកមកគាំទ្រនិងប្រើប្រាស់ផលិតផលខ្មែរទាំងអស់គ្នាជាពិសេសរាជរដ្ឋាភិបាលកម្ពុជាបានដាក់ចេញនូវអនុក្រឹត្យមួយដោយកំណត់យកថ្ងៃទី9ខែមេសាជារៀងរាល់ឆ្នាំជាទិវាជាតិលើកកម្ពស់ការប្រើប្រាស់ផលិតផលខ្មែរហើយគណៈកម្មាធិការជាតិក៏ជំរុញចលនាភូមិមួយផលិតផលមួយបានរៀបចំទិវានេះឡើងចំនួន7លើករួចមកហើយឆ្នាំ2025នេះកម្ពុជានឹងរៀបចំធ្វើទិវាជាតិលើកកម្ពស់ការប្រើប្រាស់ផលិតផលខ្មែរលើកទី8នៅខេត្តកោះកុងចាប់ពីថ្ងៃទី2ដល់ថ្ងៃទី8ខែមេសាឆ្នាំ2025ដើម្បីជាសារដាស់តឿនក៏ដូចជាក្រើនរំលឹកបន្ថែមដល់ប្រជាពលរដ្ឋឲ្យចូលរួមគាំទ្រនិងប្រើប្រាស់ផលិតផលខ្មែរដើម្បីជាមោទនភាពជាតិដោយប្រសាសន៍ដ៏ថ្លៃថ្លារបស់សម្ដេចមហាបវរធិបតីហ៊ុនម៉ាណែតនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានលើកឡើងថាបើយើងជាខ្មែរមិនគាំទ្រផលិតផលខ្មែរតើឲ្យអ្នកណាគាំទ្រផលិតផលខ្មែរយើងទៅសូមបញ្ជាក់ដែរថាគណៈកម្មាធិការជាតិជំរុញចលនាភូមិមួយផលិតផលមួយដោយមានកិច្ចសហការជាមួយនឹងក្រសួងស្ថាប័នពាក់ព័ន្ធទាំងអស់និងបន្តបេសកកម្មរបស់ខ្លួនក្នុងការចងក្រងបណ្ដុំអ្នកផលិតក៏ដូចជាដាក់បញ្ចូលផលិតផលសក្តានុពលនានារបស់ផលិតផលខ្មែរជាសមាជិកភូមិមួយផលិតផលមួយដើម្បីងាយស្រួលផ្ដល់នៃការគាំទ្រផងផ្នែកបច្ចេកទេសក៏ដូចជាស្វែងរកទីផ្សារជូនពួកគាត់បានយ៉ាងងាយស្រួលផងលោកបញ្ចាំងពីឧត្តមភាពមួយខ្ញុំឥឡូវសួរហៅតែមីជាតិឆាសុតមន់ទេយាយម៉ានមីជាតិឆាសុតមន់ឆាក៏ឆ្ងាញ់ឆុងក៏ឆ្ងាញ់